ចរិតដូចដូណាល់ត្រាំពេកបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបចាញ់ឆ្នោតហើយអស់តំណែងជាសមាជិកសភាថែមទៀតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រលោក Peter Dutton មេដឹកនាំគណៈបក្សសេរីនិយមនៃប្រទេសអូស្ត្រាលីបានប្រឈមមុខនឹងការរិះគន់ឥតឈប់ឈរព្រោះតែគោលនយោបាយរបស់លោកដែលសាធារណជនជាច្រើននិយាយថាដូចគ្នាបេះបិទទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទោះបីជាលោកព្យាយាមឃោសនាផ្សព្វផ្សាយកុំឲ្យគេថាលោកដូចជាត្រាំដែលទិញតាមកម្មវិធី Temu ឬត្រាំកូពីក៏ដោយក៏បញ្ហាទាំងនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់លោកក្នុងជួរនយោបាយនៅក្នុងការបោះឆ្នោតសហព័ន្ធនៅអូស្ត្រាលីឆ្នាំ2025លោក Dutton មិនត្រឹមតែបានដឹកនាំគណៈបកខ្លួនឆ្ពោះទៅរកការបរាជ័យប៉ុណ្ណោះទេលោកថែមទាំងបានបាត់បង់មុខតំណែងជាសមាជិកសភាថែមទៀតផងដែលរឿងនេះមិនធ្លាប់កើតឡើងពីមុនមកឡើយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសអូស្ត្រាលីនេះជាលើកទី1ហើយក្នុងប្រវត្តិសាស្ត្រដែលមេដឹកនាំបកប្រឆាំងបានបាត់បង់កៅអីក្នុងការបោះឆ្នោតសហព័ន្ធដ៏សំខាន់នេះចំណែកឯលោកស្រី Ali France ដែលជាអ្នកតស៊ូមតិដែលមានពិការភាពនិងជាអតីតអ្នកកាសែតមួយរូបធ្លាប់បានប្រជែងដណ្ដើមកៅអីនេះពីរដងរួចមកហើយដោយទើបនឹងលើកនេះដែលគាត់ទទួលបានជ័យជំនះយ៉ាងធំធេងរួមជាមួយនឹងអត្រានាំមុខ 8.2% មូលហេតុដែលលោក Dutton ចាញ់ផ្ទុំទុនបែបនេះគឺដោយសារតែលោកធ្វើឲ្យអ្នកបោះឆ្នោតមិនពេញចិត្តចំពោះយុទ្ធនាការឃោសនាដែលមិនឃើញមានភាពសកម្មមិនបានលើកឡើងអំពីបញ្ហាក្នុងស្រុកនិងគោលនយោបាយរបស់លោកដែលទំនងជាជះឥទ្ធិពលអវិជ្ជមានដល់សេវាសាធារណៈនិងផលប្រយោជន៍របស់យុវជនសូមរំលឹកថាគណៈបក្សសេរីនិយមទទួលបានត្រឹមតែ39អាសនៈប៉ុណ្ណោះបើធៀបនឹងគូប្រជែងនៃបកពលករអូស្ត្រាលីដែលទទួលបាន87អាសនៈលទ្ធផលនេះបានជំរុញឲ្យមានការអំពាវនាវនៅក្នុងគណៈបក្សសេរីនិយមឲ្យមានការធ្វើកំណែទម្រង់ជាពិសេសទាក់ទងនឹងការផ្សព្វផ្សាយគោលនយោបាយនិងសាមគ្គីភាពផ្ទៃក្នុង